ចាសូមគោរពជំរាបសួរបងប្អូនកូនខ្មែរទាំងអស់គ្នាហ្នឹងហើយខ្ញុំសូមចូលរួមមតិបន្តិចនៅពេលដែលពួកយើងបងប្អូនកូនខ្មែរយើងចូលរួមសាមគ្គីអំពីបញ្ហាការពារទឹកដីខ្ញុំសូមគោរពនិងកោតសរសើរចំពោះទឹកចិត្តទោះបីជាត្រូវបានគេគំរាមកំហែងយ៉ាងណាក៏ដោយហើយក៏សូមបញ្ជាក់ផងដែរថានេះគឺជាកិត្តិយសមួយដែលយើងជាកូនខ្មែរយើងចូលរួមការពារទឹកដីការពារបូរណភាពជាតិរបស់យើងហើយរូបភាពយើងទាំងអស់នេះហើយជារូបភាពដែលយើងមិនចូលរួមគ្រប់គ្រងរដ្ឋាភិបាលដែលព្យាយាមមិនការពារបូរណភាពជាតិហើយរូបភាពទាំងអស់នេះយើងនឹងមានឱកាសការពារទឹកដីនៅក្រៅប្រទេសបាននេះគ្រាន់តែចង់ឲ្យបងប្អូនគិតទេណាថាសម្លេងរបស់យើងមិនមែនគិតទេច្បាប់រដ្ឋធម្មនុញ្ញក៏បានចែងមកដែរថាពលរដ្ឋមានសិទ្ធិចូលរួមការពារបូរណភាពជាតិអ្នកណាដែលព្យាយាមកាត់ទឹកដីឲ្យបរទេសអ្នកនោះគឺជាជនក្បត់ជាតិអញ្ចឹងយើងដឹងទាំងអស់គ្នាហើយមិនអញ្ចឹងហើយខ្ញុំសូមបញ្ជាក់ផងដែរថាសម្លេងពួកយើងគឺខ្លាំងណាស់ហើយខ្ញុំសូមអពាហ៍ពិពាហ៍ឲ្យបងប្អូនខ្មែរទូទាំងសកលលោកប្រទេសណាក៏ដោយដែលអាចមានឲ្យមានខ្មែរហើយអាចមានលទ្ធភាពក្នុងការចូលរួមបដកម្មទាមទារអ្វីមួយដើម្បីបូរណភាពជាតិទឹកដីធ្វើសមាជដើម្បីស្វែងរកស្រង់មតិប្រជាពលរដ្ឋដើម្បីការពារប្រទេសសូមចូលរួមឲ្យបានច្រើនកកពួកប្រទេសខ្មែរយើងគឺត្រូវការបងប្អូនទាំងក្នុងប្រទេសនិងក្រៅប្រទេសក៏ប៉ុន្តែនៅក្នុងប្រទេសរាល់ថ្ងៃនេះប្រៀបដូចជាគុកឥតជញ្ជាំងគេដាក់ទ្រង់ហាមាត់គុំថាឡើយសំបីតែចេញសកម្មភាពសំបីតែត្រឹមតែ share ឬក៏ comment ហ្នឹងក៏គេតាមរហូតដល់ផ្ទះដែរអានេះជាដំណឹងដែលខ្ញុំទទួលបានហើយក៏សូមបញ្ជាក់បងប្អូនផងដែរថាពួកយើងធ្វើបដកម្មដើម្បីការពារបូរណភាពជាតិគឺយើងធ្វើការពារនៅសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិហើយយើងធ្វើនេះក្នុងនាមយើងជាពលករចំណាក់ស្រុកយើងពិតជាឈឺឆ្អាលជាមួយនឹងប្រទេសជាតិហើយការដែលយើងធ្វើនេះណាយើងមានឱកាសច្រើនបើសិនជាយើងផ្លាស់ប្ដូរឬក៏យើងអាចមានថ្នាក់ដឹកនាំណាដែលចេះគិតគូរពីប្រជាពលរដ្ឋប្រទេសខ្មែរយើងមិនខ្វះទេការងារឲ្យប្រជាពលរដ្ឋខ្មែរយើងធ្វើមិនមែនព្យាយាមជំរុញឲ្យពលរដ្ឋមកធ្វើជាពលករចំណាក់ស្រុកបែបហ្នឹងឯងហើយខ្ញុំសូមផ្ដាំផ្ញើទៅដល់ក្រសួងការងារផងពួកអីមករយៈកន្លងមកនេះបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនឮថាចាញ់បោកមន្ត្រីក្រសួងការងារបោកមកធ្វើជាពលកររដូវកាលមកប្រទេសកូរ៉េអញ្ចឹងបើសិនជាក្រសួងការងារមិនបានបោកទេសូមត្រួតពិនិត្យឲ្យបានមែនតើព្រោះប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសគាត់មិនហ៊ានហើបមាត់មិនហ៊ានសួរនាំមិនហ៊ានដេញដោលទេព្រោះពួកគាត់លុយគាត់អ្នកខ្លះគ្រាន់តែមកពលកររដូវកាល$2,700ទៅ$3,500ណាឥឡូវខ្ញុំសូមបែងចែកបូកដកជាមួយនឹងថវិកាប្រាក់ខែរបស់គាត់ឲ្យបងប្អូនស្ដាប់បន្តិចប្រាក់ខែគោលមកខាងផ្នែកកសិកម្មណាគេហៅថាអាឡបាយការងារស៊ីថ្ងៃគឺមួយថ្ងៃគេអត់គិតថ្ងៃគិតមួយខែ2,10,000ហើយចុះបើគេគិតដកថ្លៃទឹកថ្លៃភ្លើងរបស់គាត់ណាហើយនៅកាត់ថ្លៃស៊ីចុករបស់គាត់ទៀតតែគាត់មួយខែគាត់សល់ប្រហែលបើថាអាចសល់ទេ$1,000ឬក៏$900អញ្ចឹងខ្ញុំឧទាហរណ៍ថាសល់$1,000ទៅចុះហើយចុះ$1,000គាត់ធ្វើការ5ខែកន្លែងខ្លះគេធ្វើការតែ3ខែទេណាធ្វើការ3ខែហើយអ្នកខ្លះអស់តែដល់តែ$3,500ហើយសួរថាតើសល់ទេបើថា3,000គាត់មកធ្វើការ3ខែនឹងខាតលុយខ្លួនឯង500ទៀតមកធ្វើការឲ្យគេហើយតើលុយនឹងយកទៅឲ្យក្រសួងការងារតើសួរថាខាតឬក៏ចំណេញណានេះណាគេមិនបានគិតគូរពីកម្លាំងពលកម្មពីជីវិតពលរដ្ឋក្រីក្រទេគេត្រូវការយកពលរដ្ឋខ្មែរមកលក់ហើយនេះហើយជាអ្វីដែលពួកខ្ញុំឈឺចាប់ហើយនេះជាអ្វីដែលពួកយើងនៅក្រៅប្រទេសតែតែទាមទារឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់អំពីបញ្ហាប្រទេសជាតិយើងមិនមែនមកចង់ចំណាក់ស្រុកអីបែបហ្នឹងទេបើគេមកពេញខែគេប្រឡងវាមានអត្ថប្រយោជន៍ខ្ពស់ក្នុងការរស់នៅក៏ប៉ុន្តែអានោះវាត្រូវការចំណាយលុយហើយវាត្រូវការពេលវេលាយូរណាប៉ុន្តែបងប្អូនដែលត្រូវការចង់មកពលករដោយការដោយសារតែគាត់ខ្វះខាតខ្លាំងគាត់សុខចិត្តតែខ្ចីគេធ្វើមិនឲ្យបានមកកូរ៉េលឿនប៉ុន្តែមកលឿនហើយត្រូវបានគេបោកបញ្ឆោតគាត់តើបែបហ្នឹងឬដែលយើងគិតគូរពីពលរដ្ឋនេះណាខ្ញុំសូមឲ្យបងប្អូនកូនខ្មែរគិតទាំងអស់គ្នាសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើងគឺត្រូវការប្រទេសមួយហើយគឺត្រូវការថ្នាក់ដឹកនាំនឹងឲ្យចេះគិតគូរពីប្រទេសបូរណភាពជាតិទឹកដីឲ្យចេះគិតគូរពីពលរដ្ឋហើយពលរដ្ឋខ្លួនឯងនឹងទៀតសោតអត់មាននៅស្ងៀមអីថាអូអញរស់បានប៉ុណ្ណឹងហើយអញនៅស្ងៀមឯងអត់ធ្វើទង្វើបែបហ្នឹងឯងព្រោះពេលវេលាហ្នឹងគេធ្វើដាក់ទៅបងប្អូនឈាមជ័រខ្មែរយើងនៅក្នុងប្រទេសថ្ងៃណាមួយនឹងជួបបងប្អូនសាច់ញាតិរបស់អស់លោកអ្នកដែលមានលទ្ធភាពរស់ហ្នឹងនៅពេលហ្នឹងពេលដែលយើងឈឺចាប់ហ្នឹងពេលហ្នឹងអស់មានអ្នកចូលរួមជួយយើងហើយព្រោះអ្នកមុនគាត់ទៅបាត់ហើយអ្នកមុនទៅបាត់អ្នកខ្លះទៅខកបំណងស្លាប់អ្នកខ្លះបាក់ទឹកចិត្តអ្នកខ្លះគ្រាន់តែគាត់ក្រដល់ថ្នាក់តល់បងប្អូនស្គាល់ភាពថាតល់ទេពាក្យថាតល់អាក្រមិនជុំទេអាងុំតល់ហ្នឹងគឺវាយ៉ាប់ណាអញ្ចឹងក្នុងខណៈដែលខ្ញុំជាខ្មែរម្នាក់ខ្ញុំអាចរស់បានខ្ញុំមិនអាចឈរមើលពលរដ្ឋខ្មែរយើងនៅធ្វើបែបហ្នឹងទៀតទេខ្ញុំមិនចង់ឲ្យពលរដ្ឋខ្មែរយើងត្រូវរងទុក្ខបែបហ្នឹងទេប៉ុន្តែសួរថាខ្ញុំអាចជួយអីបានខ្ញុំមិនអាចទៅជួយអីប្រទេសនឹងបានក្រៅពីខ្ញុំត្រូវការបងប្អូនត្រូវការខ្ញុំហើយយើងរួមគ្នាការពារប្រទេសនឹងហើយការពារប្រទេសនឹងមិនមែនតែការពារប្រទេសជាតិរួមទេគឺយើងការពារផលប្រយោជន៍ឯកជនយើងការពារនៅកិត្តិយសរបស់ប្រទេសយើងដែរអញ្ចឹងបានថាការធ្វើបាតកម្មនៅក្រៅប្រទេសមិនមែនជាការធ្វើឲ្យប្រទេសធ្លាក់ថោមថយឬក៏អន់ថយកិត្តិយសទេមិនមែនទេណាបងប្អូនគឺយើងចូលរួមការពារបូរណភាពជាតិរបស់យើងហើយខ្ញុំសង្ឃឹមយ៉ាងមុតមមថាថ្ងៃណាមួយប្រទេសកម្ពុជានឹងមានថ្នាក់ដឹកនាំមួយល្អប្រសិនបើប្រជាពលរដ្ឋខ្មែរទាំងអស់ងើបស្រុះគ្នាប៉ុន្តែនេះខ្ញុំសូមនិយាយនៅក្រៅស្រុកឯណាក្នុងប្រទេសខ្ញុំអត់ទាន់និយាយទេប៉ុន្តែខ្ញុំសង្ឃឹមថ្ងៃមួយពួកយើងនឹងរួមគ្នាដើម្បីស្ដារប្រទេសនឹងឡើងវិញហើយស្ដារកិត្តិយសក្នុងនាមជាមនុស្សជាតិណាយើងមើលសញ្ជាតិកូរ៉េយើងមើលសញ្ជាតិអាមេរិកទៅប្រទេសណាក៏បានដែរណាសញ្ជាតិកូរ៉េចង់ទៅប្រទេសណាក៏បានដែរសុំតែវីសាតាមអនឡាញហ្នឹងគេឲ្យវីសាភ្លាមរយៈពេលតែ42នាទីឯងបងប្អូនគេឲ្យវីសាភ្លាមពីកូរ៉េចង់ទៅលេងអាមេរិកបើចង់ទៅលេងជប៉ុនគេឲ្យ
គេអត់បាច់សុំវីសាទៅលេងតែហ្មងណាឲ្យតែមានអាស័យដ្ឋានអូថែគេហ្នឹងគេឲ្យហ្មងណាចង់ទៅលេងអឺរ៉ុបបានភ្លាមសុំទៅវីសាតាមអនឡាញតែ35នាទីឯណាបានខ្ញុំចង់ឲ្យប្រទេសកម្ពុជាយើងវាមានតម្លៃបែបហ្នឹងដែរមិនមែនចង់ឲ្យប្រទេសកម្ពុជាយើងគ្រាន់ណាបងលុយអស់2700ទៅ3500ដុល្លារដើម្បីមកធ្វើតែពលករឲ្យត្រូវបានជនខិលខូចមួយចំនួនថាបានក្រសួងការងារឲ្យធ្វើការយកលុយហ្នឹងឯណាយកលុយឲ្យអត់ឲ្យមានការងារគាត់ធ្វើទៀតឥឡូវកូនខ្មែរចាល់មួយចំនួនជាមួយនឹងពលករដែលការនៅក្នុងប្រទេសខ្មែរអត់មានការងារឲ្យគាត់ធ្វើណាចង់បញ្ជាក់ប្រាប់បងប្អូនកូនខ្មែរទាំងអស់គ្នាថាពលកររដូវកាលសូមប្រយ័ត្នសូមឲ្យប្រុងប្រយ័ត្នឲ្យបានខ្ពស់លុយ2000 3000មិនធម្មតាទេត្រូវស៊ើបសៅឲ្យបានច្បាស់ណាកុំឲ្យគេបោកព្រោះនៅប្រទេសកម្ពុជាពោពេញទៅដោយកន្លែងឆបោកហើយអ្នកមានអ្នកចំណេះដឹងមួយចំនួនធំឬក៏អ្នកមានទឹកលុយមានខ្សែខ្នងបាក់ពួកមួយចំនួនធំហ្នឹងហើយគឺជាអ្នកចិញ្ចក់ឈាមពលរដ្ឋខ្មែរដែលស្រុកត្រង់ណាអានេះជាអ្វីដែលឃើញហើយវាហួសថាវាឈឺចាប់ហួសថ្លែងណាវាអត់មានអីធ្វើក្រៅពីចិញ្ចក់ឈាមរាដែលមានការពិបាកហ្នឹងទេអានេះហើយជាអ្វីដែលកូនខ្មែរយើងទាំងអស់គ្នាមានការជឿចាប់នេះខ្ញុំសូមចូលរួមសោកស្ដាយជាមួយបងប្អូនដែលត្រូវបានគេឆបោកផងដែរ